Channel Win Tai Son នៅទានរឿងខ្មែរសូមជូនរឿងព្រាយចុងភូមិមានរឿងដ៏គួរឲ្យខ្លាចមួយបានកើតមានឡើងនៅក្នុងភូមិដែលមានដើមជ្រៃដុះយ៉ាងធំដែលដុះចំកណ្ដាលដីទួលនៅឯចុងភូមិបើយើងមើលទៅដើមជ្រៃនេះវាមានមែកនិងស្លឹកបែកសាខាធំត្រឈឹងត្រឈៃអាចបិទបាំងពន្លឺថ្ងៃមិនឲ្យចាំងជះចូលទៅក្នុងដើមវាបាននោះឡើយដើមជ្រៃភាគច្រើនគឺវាតែងតែមានប្រហោងក្នុងដែលជាទីដក់ទឹកដែលមិនអាចរីងស្ងួតបានព្រោះដើមរបស់វាមិនដែលត្រូវនឹងពន្លឺថ្ងៃម្ល៉េះហើយទើបវាមិនដែលរីងស្ងួតដើមជ្រៃនេះមានអាយុកាល100ឆ្នាំជាងទៅហើយនិងមានដើមឈើតូចៗដុះក្បែរនោះផងដែរហើយទីទួលនេះក៏ជាកន្លែងចាស់បុរាណតែងតែយកសាកសពមកបូជានិងបញ្ចុះសពនៅទីនេះផងដែរនៅលើទួលនេះសូម្បីតែពេលថ្ងៃក៏មិនសូវមានអ្នកហ៊ានដើរឆ្លងកាត់ទីនេះនោះទេដោយសារតែមានព្រាយមួយក្បាលវាតែងតែបង្ហាញខ្លួនឬវាធ្វើឲ្យលេចចេញនៅអ្វីផ្សេងដែលធ្វើឲ្យអ្នកភូមិភ័យខ្លាចនៅពេលដែលឆ្លងកាត់ម្ដងនៅថ្ងៃពេញបរមីអ្នកភូមិក្បែរនោះតែងតែប្រទះឃើញពន្លឺភ្លើងចម្លែកហោះចេញចូលដើមជ្រៃនេះហាក់បីដូចជាកន្លែងមួយដែលមានមនុស្សរស់នៅដូច្នោះផងដែរគាត់ជាអ្នករស់នៅក្នុងភូមិនោះហើយគាត់មានកូនស្រីម្នាក់ឈ្មោះថាវុត្តីនាងទៅតែនឹងរៀបការហើយប្រហែលជាមួយឆ្នាំមុនពេលនេះនាងនិងប្តីកំពុងតែរស់នៅជាមួយនឹងយាយានយាយានដោយសារតែគាត់ជាមនុស្សចាស់និងជាឆ្មបបង្កើតកូនគាត់តែងតែមានប្រថ្នូលនិងញៀនដឹងថាមានបាតុភូតចម្លែកប្រសិនបើមានមនុស្សស្រីឆ្លងទន្លេនៅពេលយប់បែបនេះក្រោយពេលឆ្លងទន្លេរួចមិនទាន់បាន1 ម៉ោងស្រួលបួលផងក៏មានខ្លែងស្រាក
វាស្រែកត្រហឹងពេញភូមិហើយរឿងដែលចម្លែកនោះក៏មានខ្យល់បក់មកយ៉ាងខ្លាំងទៅលើខ្ទមផ្ទះដ៏តូចរបស់យាយយ៉ានធ្វើឲ្យរបស់របររបស់គាត់ធ្លាក់រាយប៉ាយពេញដីមួយសំទុះក្រោយមកខ្យល់ក៏បានស្ងប់ស្ងាត់ទៅវិញប៉ុន្តែក៏មានសំឡេងចម្លែកមួយទៀតចេញពីផ្នែកម្ខាងនៃផ្ទះរបស់គាត់គឺសំឡេងឆ្កែលូយ៉ាងក្រលួចហាក់បីដូចជាមានអ្វីមួយកំពុងតែចូលមកជិតផ្ទះរបស់គាត់យាយយ៉ានក៏បានឲ្យកូនប្រសាររបស់គាត់នេះឆ្លូនយកកំបោរសទៅគូសសញ្ញាបូកគ្រប់សសរផ្ទះទាំងអស់និងតាមមាត់ច្រកចូលដូចជាទ្វារបង្អួចជាដើមនេះឆ្លូនឆ្ងល់ថាហេតុអ្វីបានជាយាយយ៉ានប្រើឲ្យគាត់គូសញ្ញាបូកបែបនេះគាត់ក៏សួរទៅយាយយ៉ានថាម៉ែហេតុអីយើងត្រូវគូសញ្ញាបូកនៅតាមសសរនិងតាមច្រកចូលអញ្ចឹងម៉ែហើយយប់នេះមិនបានចម្លែកម្លេះប្រពន្ធខ្ញុំឆ្លងទន្លេផងយាយយ៉ានកាលបើនេះឆ្លូនសួរចង់ដឹងដូច្នេះគាត់ក៏មិនលាក់លៀមអ្វីនោះដែរគាត់ក៏ប្រាប់ទៅនេះឆ្លូនថានេះគឺជាព្រាយដែលវានៅក្បែរនេះនឹងឯងហើយព្រាយនេះគឺវាដឹងក្លិនណាស់ឲ្យតែមានក្មេងកើតនៅថ្ងៃទី15ពេញបរមីបែបនេះគឺវាតែងតែបង្ហាញខ្លួនព្រោះវាចង់បានវិញ្ញាណកូនក្មេងយកទៅធ្វើកងសេនារបស់វានឹងណាពេលដែលយាយយ៉ាននិងនាយឆ្លូនកំពុងតែនិយាយគ្នាពេលនោះក៏ស្រាប់តែមានភ្លើងមួយបានហោះមកពីទិសខាងត្បូងសម្ដៅមកផ្ទះរបស់យាយយ៉ានភ្លើងនេះវាហោះក្រឡឹងផ្ទះយាយយ៉ាន2 3ជុំដូចជាកំពុងតែរកអ្វីម្យ៉ាងមើលយូរទៅភ្លើងនេះគឺជាភ្លើងព្រាយដែលវាហោះចេញមកពីដើមជ្រៃនៅឯចុងភូមិឯណោះវាហោះមកតាមក្លិនកូនទារកដែលទើបនឹងកើតហើយថ្មីវាចង់បានកូនក្មេងនេះយកទៅធ្វើកងសេនារបស់វាតែវាមិនហ៊ានចូលផ្ទះរបស់យាយយ៉ាននោះទេព្រោះយាយយ៉ានបានសូត្របាលីចងព័ទ្ធជុំវិញផ្ទះនេះមិនឲ្យព្រាយវាចូលបាននោះឡើយយាយយ៉ាននិងនេះឆ្លូនពួកគាត់ទាំងពីរដឹងថាព្រាយនេះវាកំពុងតែនៅមុខផ្ទះនេះឆ្លូនក៏និយាយថាណែមីព្រាយបាបផ្សាឆាប់ថយចេញពីផ្ទះរបស់អញឲ្យលឿនតិចអញមិនបានប្រាប់ដេញកាប់ងាប់ភាសាទៀតឥឡូវហ្នឹងនាយឆ្លូននិយាយហើយព្រាយនេះវាមិនបានទៅណានោះទេវានៅតែហោះជុំវិញផ្ទះដដែលនាយឆ្លូនកាលបើបានឃើញព្រាយនេះវាមិនព្រមទៅណាគាត់ក៏ទាញកំបាត់ផ្គាក់មួយដែលនៅក្បែរដៃរបស់គាត់រួចដើរចេញមកខាងក្រៅព្រាយនេះឃើញនាយឆ្លូនកាន់កំបិតដើរចេញមកបែបនេះវាក៏ភ័យព្រោះស្មានថានាយឆ្លូនជាអ្នកចេះសិលវិជ្ជាបានជាមិនខ្លាចខ្លួនបែបនេះវាក៏ហោះសំដៅទៅទិសខាងត្បូងវិញរីឯនាយឆ្លូនគាត់ក៏បានដេញទៅតាមព្រាយនោះពីក្រោយលុះដេញអស់មួយសន្ទុះព្រាយនោះក៏រលាយបាត់មួយរំពេចនៅនឹងដើមជ្រៃរីឯនាយឆ្លូនខ្លួនគាត់ក៏ខឹងនឹងព្រាយនេះណាស់គាត់ក៏និយាយគំរាមទៅកាន់ព្រាយនេះថាអាយ៉ាព្រាយនេះវានៅនឹងដើមជ្រៃនេះទៅតើនេះចាំមើលអញនឹងមកដុតដើមនេះចោលហើយនៅស្អែកនេះមិនអោយព្រាយនេះវានៅបានតទៅទៀតទេបើទុកយូរទៅវាមិនល្អដល់អ្នកភូមិនោះទេឲ្យតែដឹងវានៅទីនេះអញ្ចឹងស្រួលនោះទេចាំមើលស្អែកនាំអ្នកភូមិមកដុតចោលតែម្ដងពេលនោះស្រាប់តែយាយយ៉ានក៏បានដើរមកដល់ពីក្រោយរបស់នាយឆ្លូនរួចគាត់ក៏និយាយទៅកាន់នាយឆ្លូនថាកូនប្រុសកូនកុំដុតវាអីចូលកូនឆាប់ទៅផ្ទះវិញទៅ
ព្រោះប្រពន្ធឯងទើបតែឆ្លងទន្លេផងទេម៉ែខ្ញុំត្រូវតែដុតវាចោលព្រាយដែលប្រែក្រឡាជាយាយាននេះឮនាយឆ្លូញនិយាយថាដុតបែបនេះហើយវាក៏ភ័យរីឯនាយឆ្លូញវិញគាត់បានចាប់អារម្មណ៍ថាទេម៉ែគាត់ក្រែងនៅផ្ទះនៅមើលប្រពន្ធនិងកូនរបស់គាត់ម្ដេចគាត់មកទីនេះបានលឿនដូច្នេះនាយឆ្លូញគិតហើយគាត់ប្រកាសណាស់ព្រាយនេះវាក្រឡាខ្លួនធ្វើជាម្ដាយរបស់គាត់ក៏ងារកំបិតបំរុងនឹងកាប់ទៅហើយពេលនោះយាយានក៏រលាយខ្លួនមួយរំពេចពេលនេះនាយឆ្លូញគិតថាវាអាចក្រឡាខ្លួនធ្វើជាម្ដាយរបស់គាត់នៅទីនេះបានអញ្ចឹងប្រហែលជាវាកំពុងតែក្រឡាខ្លួនធ្វើជាគាត់នៅឯផ្ទះហើយគាត់ក៏ប្រញាប់រត់ទៅវិញយ៉ាងលឿនក្រឡេកមកមើលផ្ទះយាយានវិញក៏មានបរិសម្នាក់ដូចជានាយឆ្លូញគិតពិតមែនគេកំពុងតែហៅយាយានឲ្យបើកទ្វារឲ្យខ្លួនចូលម៉ែបើកទ្វារឲ្យកូនចូលផងម៉ែតែយាយានដឹងថានេះមិនមែនជានាយឆ្លូញទេគាត់ក៏ធ្វើជានិយាយថាកូនដើរចូលមកតាមទ្វារក្រោយមកតាមពិតផ្ទះនេះគ្មានទ្វារក្រោយនោះទេព្រាយនេះក៏ជាប់អន្ទាក់យាយានចងជាប់ដោយសីមាវាក៏ប្រែទៅជារូបរាងដើមមានតែក្បាលនិងភ្លើងមួយនៅពីក្រោយយ៉ាងធំនាយឆ្លូញក៏បានមកដល់ទាន់ពេលល្មមគាត់ឃើញបែបនេះហើយក៏ចូលទៅកាប់ព្រាយនោះចំក្បាលហើយក៏ត្រូវខ្សែសីមាធ្វើឲ្យដាច់ព្រាយនេះមានឱកាសវាក៏ហោះសំដៅទៅទួលដែលមានដើមជ្រៃនោះបាត់ទៅហើយរឿងនេះធ្វើឲ្យនាយឆ្លូញនិងយាយានមិនបានដេកពេញមួយយប់ស្អែកឡើងនាយឆ្លូញក៏បានមកដុតដើមជ្រៃនេះពិតមែនពីពេលដែលនាយឆ្លូញដុតដើមជ្រៃនោះមកអ្នកភូមិក៏លែងឃើញភ្លើងដែលហោះចេញចូលដើមជ្រៃនោះតទៅទៀតដែរមិនដឹងថាវាទៅរស់នៅកន្លែងណាទៀតនោះទេបាត់ដំណឹងសូនឈឹងហើយរឿងនេះក៏សូមបញ្ចប់ត្រឹមតែប៉ុណ្ណឹងសូមអរគុណប្រសិនបើប្រិយមិត្តស្រឡាញ់និងចូលចិត្តវីដេអូនេះសូមជួយចុច like និងជួយចុច Subscribe Channel រួចដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពី Channel ខ្ញុំបាទផ្ទាល់សូមអរគុណ